ប៉ុន្តែអង្កាំធម្មជាតិឬក៏គ្រីស្តាល់ធម្មជាតិនេះគឺវាមានថាមពលខ្លាំងជាងរុក្ខធាតុផ្សេងៗមានបងប្អូនកូនក្មួយយើងក៏ដូចជាកូនសិស្សមួយចំនួនធំគាត់តែងតែឆ្ងល់ហើយសួរលោកគ្រូថាហេតុអីបានជាឃើញចិនសែជាទូទៅគឺតែងតែពាក់អង្កាំមូលហេតុអីដែរហើយតើអង្កាំឬក៏គ្រីស្តាល់ធម្មជាតិនេះវាមានថាមពលពិតប្រាកដមែនដែរអត់លោកគ្រូបងប្អូនកូនក្មួយយើងត្រូវដឹងថាអង្កាំឬក៏គ្រីស្តាល់ដែលជារបស់ធម្មជាតិនេះទម្រាំតែវាកកើតទៅជារ៉ែទម្រាំតែវាកកើតទៅជាគ្រីស្តាល់ឬក៏ត្បូងធម្មជាតិនេះដែលយើងយកមកធ្វើអង្កាំនេះគឺវាจะមានបានន័យថាវាចំណាយពេលរាប់សែនឆ្នាំប្រភេទអង្កាំមួយចំនួនទម្រាំតកកើតបានទៅជាគ្រីស្តាល់នេះគឺវាត្រូវចំណាយពេលយូរខ្លាំងមែនតើអញ្ចឹងគ្រីស្តាល់នេះគឺពិតណាស់វាស្រូបយកធម្មពលណាពីផែនដីនេះរាប់សែនឆ្នាំមកហើយដើម្បីទម្រាំទៅវាកកើតបានទៅជាគ្រីស្តាល់ធម្មជាតិនេះអញ្ចឹងគឺវាមានធម្មពលខ្លាំងជាងណារុក្ខធាតុផ្សេងអញ្ចឹងហើយបានចិនសែគឺគាត់ចូលចិត្តយកអង្កាំនេះយកមកពាក់ដើម្បីប្រើជាគ្រឿងការពារប្រើជាគ្រឿងទប់ទល់ប្រើជាគ្រឿងស្រូបទាញលាភជ័យនឹងឯងលោកគ្រូធ្លាប់បកស្រាយថាស្មើសេការ៉េណាកូនសិស្សយើងឆ្ងល់ថាចុះបើអង្កាំត្រឹមមួយខ្សែប៉ុណ្ណឹងពាក់មួយជុំដៃប៉ុណ្ណឹងស្មើសេការ៉េរបស់ដែលមានម៉ាស់គឺមានធម្មពលនេះតើម៉ាស់ប៉ុណ្ណឹងអាចទប់ទល់បានដែរអត់ណាម៉ាស់ប៉ុណ្ណឹងតើវាគ្រប់គ្រាន់សម្រាប់ខ្លួនការពារខ្លួនយើងឬក៏ស្រូបទាញលាភចូលមកខ្លួនយើងមែនដែរអត់លោកគ្រូជាទូទៅពុកម៉ែបងប្អូនកូនក្មួយយើងត្រូវដឹងថាពាក្យដែលលោកគ្រូប្រើថាវាជាប្រភេទរ៉ែលោកគ្រូឧទាហរណ៍ថារ៉ែអ៊ុយរ៉ាញ៉ូមរ៉ែអ៊ុយរ៉ាញ៉ូមគ្រាន់តែ0.001មីលីក្រាមហ្នឹងគឺធម្មពលវាមហាសាលមហិមាឲ្យតែប្រភេទរ៉ែណាឲ្យតែប្រភេទរ៉ែអញ្ចឹងគឺយើងអាចប្រើបានទោះបីជាត្រឹមតែមួយខ្សែអីក៏អាចទប់ទល់យើងបានដែរដូចជាពេជ្រអញ្ចឹងក្របពេជ្រពុកម៉ែបងប្អូនកូនក្មួយយើងប្រើណារហូតដល់មានជំនឿថាក្របពេជ្រនេះគឺអាចទប់ទល់អំពើអំព័ន្ធនេះជាដើមប៉ុន្តែវាមានមែនណាគឺវាមានមែនដោយសារតែវាគឺជាប្រភេទរ៉ែធាតុណាគឺជាប្រភេទរ៉ែធាតុហើយដែលវាស្រូបយកធម្មពលពីចក្រវាឡយើងមកនេះណាស្រូបយករាប់សែនរាប់ម៉ឺនរហូតដល់អាចដល់រាប់លានឆ្នាំជាដើមតម្រាំកកាត់ទៅជាគ្រីស្តាល់ណាយ៉ាងប្រណិតនេះអញ្ចឹងវាមានឥទ្ធិពលខ្លាំងវាមានធម្មពលខ្លាំងមែនតើអញ្ចឹងចិនសែគឺគេពាក់ណាគេពាក់ដើម្បីពេលដែលចុះទៅរៀបហុងស៊ុយផ្ទះឲ្យគេប៉ះធម្មពលមិនល្អអីគឺបានកម្មហ្នឹងហើយជួយទាញណាជួយទប់ជួយរុញច្រានក៏ដូចជាការប្រើដើម្បីស្រូបទាញលាភជ័យជាដើមហើយពេលដែលរាសីគេធ្លាក់គឺអង្កាំហ្នឹងហើយដែលបំពេញធាតុអីគេអញ្ចឹងជាទូទៅអង្កាំក៏វាមានធាតុទឹកឈើភ្លើងដីមាសផងដែរវាមាន5ធាតុដូចគ្នាអញ្ចឹងកាន់តែល្អនោះគឺយើងត្រូវពាក់ឲ្យត្រូវតាមធាតុដែលយើងត្រូវការចាំបាច់ដើម្បីបំពេញ DNA របស់យើងណាដើម្បីបំពេញធាតុរបស់យើងដូចជាការស្រូបទាញធាតុផ្សេងតាមរយៈការស្លៀកពាក់ក្រុម10ខ្លួនតាមពណ៌ហុងស៊ុយជាដើមអញ្ចឹងអង្កាំនេះវាមានថាមពលលើសសម្លៀកបំពាក់ឬក៏របស់ប្រើប្រាស់របស់យើងដោយសារដោយលោកគ្រូបញ្ជាក់អញ្ចឹងគឺវាគឺជាប្រភេទរ៉ែធាតុអញ្ចឹងរុក្ខធាតុផ្សេងគឺមានធម្មពលអត់ដល់រ៉ែធាតុទេអញ្ចឹងណាអញ្ចឹងបានលោកគ្រូបានបង្កើតក្រុមការងារដើម្បីរៀបចំផលិតអង្កាំក៏ដូចជាលោកគ្រូជ្រើសរើសប្រភេទអង្កាំធម្មជាតិពិតដែលពាក់ទៅគឺមានគុណភាពមានប្រសិទ្ធភាពដោយសារបងប្អូនកូនសិស្សយើងគាត់តែងតែសួរឃើញលោកគ្រូចុះរៀបហុងស៊ុយឃើញលោកគ្រូពាក់អង្កាំហើយការរចនាបទផ្សេងគឺលោកគ្រូធ្វើដើម្បីឲ្យវាជាសោភ័ណភាពមួយវាមានទាំងគុណភាពវាមានទាំងសោភ័ណភាពពាក់ទៅអត់ឲ្យគេច្រឡំថាពាក់ទៅដូចចិនសែម៉េះពាក់ទៅគេតែងតែនិយាយលេងអញ្ចឹងណាអញ្ចឹងលោកគ្រូរចនាបទឡើងគឺឲ្យវាប្រណិតមានភាពប្រណិតភាពពាក់ឲ្យគេសួរថាជាវពីខាងណាណាមិនមែនពាក់ឲ្យគេសើចទេណាហ្នឹងហើយរាល់ការជាវអង្កាំពីខាងស្ថាប័នមកលោកគ្រូនឹងរើសវេលាក្នុងការពាក់ដោយសារតែយើងជាម្ចាស់អង្កាំជាម្ចាស់របស់អញ្ចឹងយើងចាប់ផ្ដើមពាក់ចាប់ពីថ្ងៃល្អហ្នឹងទៅគឺវាហេងដបលណាគឺហេងខ្លាំងហើយការពាក់ហ្នឹងគឺលោកគ្រូឆែកធាតុដែលយើងត្រូវការចាំបាច់ដើម្បីយើងពាក់ទៅយើងនឹងទទួលបានលាភជ័យដូចគ្នាណាហ្នឹងហើយ